បាទជំរាបសួរប្រិមិត្តពុកម៉ែបងប្អូនបាទដែលចូលចិត្តតាមដានមើលតាម YouTube របស់ខ្ញុំបាទតាមបណ្ដាញសង្គម Facebook YouTube TikTok បាទទាំងអស់គ្នាថ្ងៃនេះកូនខ្មែរនៅកំពតសូមចេញវីដេអូមួយទៀតដែរពុកម៉ែបងប្អូនណាបាទដែលពុកម៉ែបងប្អូនដែលតែងតែតាមដាន page លបងរបស់ខ្ញុំអីចឹងណាបាទថ្ងៃនេះខ្ញុំប្រាប់ពីវិធីថ្នាំខ្មែរដែលខ្ញុំផុសចេញមុនណាពុកម៉ែបងប្អូនណាបាទថ្ងៃនេះថ្ងៃទី11ខែ4ឆ្នាំ2026ពុកម៉ែបងប្អូនណាបាទអញ្ចឹងពុកម៉ែបងប្អូនស្ដាប់មិនច្រឡំទេបាទថ្នាំបុរាណឱសថបុរាណខ្មែរសម្រាប់បងប្អូននៅទីក្រុងភ្នំពេញទៅទិញនៅអូរស័យពុកម៉ែបងប្អូនណាបាទហើយថ្នាំនេះពូកែស័ក្តិសិទ្ធិបាទខ្ញុំអត់មាននិយាយនេះអត់ចង់បានឡាយបាន share អីទេគឺខ្ញុំចង់បញ្ជាក់ឲ្យបានឃើញទៅដល់ពុកម៉ែបងប្អូនឈឺកាពះពោះវៀនតែលោកពុកម៉ែបងប្អូនអត់សូវមានលុយកាក់អញ្ចឹងណាបាទពុកម៉ែបងប្អូនទិញថ្នាំនឹងទៅប្រើទៅអត់ខកបំណងទេពុកម៉ែបងប្អូនណាហើយអត់មានអស់ច្រើនទេអស់តែ2-3ម៉ឺនទេពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនយកទៅដាំហូបទៅគឺជាហើយកាពះពោះវៀនណាបាទនេះខ្ញុំចេះមកពីដូនតារបស់ខ្ញុំប្រាប់មកចឹងណាពុកម៉ែបងប្អូនណាខ្ញុំអត់ជីវីដេអូពិតខ្ញុំអត់មានប្រឌិតយកមករឿងយកមិនការពិតយកមកនិយាយទេពុកម៉ែបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនសូមទិញតាមខ្ញុំទៅទី1ស្កែស្រែងបាទទី2ព្រះភ្នៅព្រៃបាទទី3បាទទី3វល់ខ្លែងពណ៌ទី4សម្បកស្មៀមានតែ4មុខហ្នឹងពុកម៉ែបងប្អូនណាបើពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូននៅភ្នំពេញពុកម៉ែបងប្អូនទៅអូរស័យបាទនៅខាងជើងផ្សារអូរស័យកន្លែងជ្រូកខ្វៃជ្រូកបាទកន្លែងជ្រូកខ្វៃបងប្អូនទៅឃើញហាងថ្នាំជួបគ្នាមកជួលនឹងសិតតែហាងថ្នាំទាំងអស់ហើយបងប្អូនកត់តាមដែលខ្ញុំប្រាប់ហ្នឹងទៅយកទៅហុចกระดาษហ្នឹងឲ្យគេទៅគេខ្ចប់តាមអ្វីដែលបងប្អូនកត់ហ្នឹងហើយយកមកដាំទឹកហូបបងប្អូនណាបើថាបងប្អូនទិញអស់អូប្រហែលថាទិញអស់20000អញ្ចឹងបងប្អូនម្លែកមកបាទដាំឲ្យបាន3ឆ្នាំដល់4ឆ្នាំហើយអញ្ចឹងយើងយកមកដូចថាអូប្រហែលថាមកកញ្ចប់នឹងវាមានប្រហែលអញ្ចឹងយើងចែកម្លែកមកឲ្យបាន4ឆ្នាំមកក្នុងមួយឆ្នាំបងប្អូនអាចដាំបាន2ដងបាទដាំបានទឹកទី1យើងហូបបងប្អូនណាទឹកទី1ហូបអស់ចូលទឹកទី2ចាំបងប្អូនចាក់វាចោលទៅហើយសម្រាប់ឲ្យហូបពុកម៉ែបងប្អូនព្រឹកឡើងងើបពីសម្រានពេលព្រឹកឡើងម៉ោង6ពុកម៉ែបងប្អូនណាបាទពុកម៉ែបងប្អូនហូបមួយកែវបាទអត់ល្វីងផ្អែមឈ្ងុយទេបងប្អូនណាអត់ល្វីងទេចត់តិចតិចទេពុកម៉ែបងប្អូនណាបាទព្រលឹមឡើងអត់តន់ហូបអីទាំងអស់អត់តន់លុបមុខពុកម៉ែបងប្អូនហូបមួយកែវសិនហូបមួយកែវហើយចាំបងប្អូនលុបមុខហើយចាំហូបអាហារតាមក្រោយឲ្យបាន10នាទីបាទធ្វើអញ្ចឹងឲ្យបានទៅ4-5ថ្ងៃពុកម៉ែបងប្អូននឹងទទួលបានលទ្ធផលបាទពុកម៉ែបងប្អូនធ្វើទៅអត់មានអស់លុយច្រើនទេបងពុកម៉ែបងប្អូនទៅនឹងទទួលបានផលបាទបងពុកម៉ែបងប្អូននឹងជាបាទថ្នាំហ្នឹងបកកែស័ក្តិសិទ្ធិណាពុកម៉ែបងប្អូនណាបាទពុកម៉ែបងប្អូនធ្វើតាមខ្ញុំទៅប្រាប់ពុកម៉ែបងប្អូនអត់សូវមានលុយកាក់បាទឈឺកាពះពោះវៀនភាសាឈឺក្បាលគិតច្រើនបាទចុកក្នុងពោះរួយដៃរួយជើងហ្នឹងគឺកាពះពោះវៀនហ្នឹងហើយដោយសារចាប់ពីវ័យអាយុ40ជាងឡើងបងប្អូនណាគឺមានជំងឺកាពះនេះហូបអាហារទៅបត់ជើងមកអត់សូវបន្លែអីអាសាវាចេញមកវិញអញ្ចឹងណាអត់សូវមាត់ដូចកាលយើងនៅក្មេងបងប្អូនណាបាទចាំពុកម៉ែបងប្អូនហូបទឹកអត់ខកបំណងទេហើយខ្ញុំនិយាយនេះសិតតែការពិតបាទខ្ញុំឃើញពុកម៉ែបងប្អូនចូលមើលតាម YouTube អីរបស់ខ្ញុំដែរអញ្ចឹងពុកម៉ែបងប្អូនកត់ទុកណាកត់ទុកទៅគឺអ្វីដែលខ្ញុំនិយាយនេះសិតតែការពិតទាំងអស់បាទបងប្អូនអស់លុយតិចបាទចំណេញច្រើនកាពះពោះវៀនគឺជាពុកម៉ែបងប្អូនណាបាទខ្ញុំអត់មានអីទេមានតែប៉ុណ្ណឹងថ្នាំបុរាណខ្មែរចែកជូនដល់ពុកម៉ែបងប្អូនបានហូបទៅជាសះស្បើយទាំងអស់គ្នាសិតតែកូនខ្មែរយើងទាំងអស់គ្នាទេមានអីទេខ្ញុំមានតែពាក្យពេចន៍ប៉ុណ្នេះដើម្បីចែកជូនដល់ពុកម៉ែបងប្អូនយើងបានហូបបាទបានជាពីជំងឺគ្រប់គ្នា
បាទក៏សូមអរគុណពុកម៉ែបងប្អូនណាបាទ